ស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ពូភៀននីតិរឿងផ្ទះខ្មោចរឿងនេះជារឿងរបស់ពូឈិនជាមន្ត្រីកងរាជអាវុធហត្ថដែលប្រចាំការនិងជាមនុស្សដែលមានការរាប់អានស្រឡាញ់ច្រើនពីក្រុមការងារពិសេសមេរបស់គាត់ដោយសារតែបែបនេះហើយទើបគាត់ត្រូវបានមេស្រឡាញ់ហើយក៏ឲ្យគាត់ទៅតាមនៅផ្ទះឯចំការហើយក៏សូមឲ្យគាត់ស្នាក់នៅទីនោះដើម្បីយាមឲ្យថ្ងៃនេះជាថ្ងៃចូលឆ្នាំគ្រប់ប្រជាជនខ្មែរទូទៅគឺជាថ្ងៃសប្បាយគ្រប់គ្នាទៅវត្តទិញកៅអៅថ្មីឯពូឈិនក៏មិនខុសគ្នាដែរថ្ងៃនេះគាត់ទៅបានមេប៉ាវជប់លៀងយ៉ាងធំនៅផ្ទះឯចំការហើយក៏មានមិត្តរួមការងារជាច្រើនទៀតពួកគេជប់លៀងដោយមានការផឹកស៊ីតាំងពីព្រឹករហូតដល់យប់ម្នាក់ស្រវឹងយ៉ាងស្ពឹកមុខបើផ្ទះវិញប្រហែលជាមិនឈឺនោះទេស្របពេលនោះពូឈិនក៏ចាំងឈឺនោមឬក៏ដើរចេញពីវង់ផឹកអញទៅនោមសិនវើយមិនអីទេតែដើរឲ្យប្រយ័ត្នក្រែងដួលទាត់ខ្មោចមានអីចាំអញដួលទាត់ឲ្យមើលគាត់បានដើរទៅនោមក្បែរដើមជែកមួយដើមស្រាប់តែត្រូវពួមវែកពីមួយក្បាលជឹកត្រូវកំភួនជើងគាត់ក៏វាយពោះនោះរហូតដល់ងាប់ហើយក៏កាន់មកក្រុមផឹកស៊ីណែវើយមិញអញទៅនោមស្រាប់តែត្រូវពោះវែកជឹកនេះយកវាទៅឆ្អាក្តៅក្លែមទេបងឈិនជុំប្រញាប់ទៅពេទ្យទៅពោះនេះពីរណាប្រយ័ត្នមានបញ្ហាណែអញទៅខ្លាចយីចឹកអីចឹកទៅបើអញអត់ឈឺផងកុំខ្វល់ផឹកតទៅទៀតវាមិនងាប់ទេគ្រាន់តែពោះចឹកនោះគ្រប់គ្នាក៏បន្តផឹកស៊ីរហូតដល់យប់ជ្រៅខ្លាំងទើបបំបែកគ្នាទៅដេករៀងខ្លួនឯពូឈិនគាត់ទៅដេកផ្ទះចំការម្នាក់ឯងដោយមិនខ្វល់ពីពោះចឹកអីទេគាត់បានបោះពាក្យថាពួកអញចាំមើលស្អែកអញផឹកទៀតហើយចាំពួកឯងនិយាយថាអញងាប់ឬងាប់យីពោះចឹកសោះងាប់ទៀតពួកលុះស្អែកឡើងពូឈិនគាត់ជិះម៉ូតូទៅផ្ទះខាងមុខដែលមានចម្ងាយពីផ្ទះចំការប្រហែល0.2ហិកតាគ្រប់គ្នាលន់មកថាយីបងឈិនពោះចឹកយប់មិញអត់កើតអីទៀតខ្លាំងមែនហើយអាណាស្នាមចឹកជុំជីអកបាត់សាហាវអញប្រាប់ហើយថាគ្រាន់តែពោះចឹកវាមិនងាប់ទេតោះផឹកទៀតកុំអោយខ្វល់បានតាលើកនេះខ្ញុំនឹងភ្នាល់ជាមួយបងនរណាផឹករត់ត្រូវតែជួយរៀបចំផ្ទះគ្នាមួយថ្ងៃបានតាពួកគេផឹកបន្តរហូតយប់ជ្រៅខ្លាំងប៉ុន្តែពុំមាននរណារត់ម្នាក់ទេពិតជាខ្លាំងមែនរំលងបាន3ថ្ងៃពួកគេជួបជុំគ្នាម្ដងទៀតប៉ុន្តែលើកនេះស្រាប់តែពូឈិនបែរជាមុខឡើងស្លេកគ្រប់គ្នាបារម្ភក៏ពន្យល់គាត់ឲ្យឈប់ផឹករួចជូនគាត់ទៅផ្ទះនៅពេលមកដល់ផ្ទះចំការបងឈិនបងមានធំក្លិនស្អុយអីទេស្អុយដូចខ្មោចងាប់អញ្ចឹងអញសង្ស័យតែកណ្ដូលវាងាប់ដឹងយីបងឯងកណ្ដូលងាប់ក៏មិនស្អុយដល់ម្លឹងទេហើយធំក្លិននៅផ្ទះតោះឡើងទៅមើលនៅពេលឡើងទៅលើផ្ទះសម្បត្តិដែលដុតពូឈិនទៅផ្ទះចំការក៏លន់មាត់ស្រែកព្រោះឃើញសាកសពពូឈិនស្អុយរលួយពេញផ្ទះទៅហើយគ្រាន់តែឃើញហើយងាកមកមើលពូឈិនវិញស្រាប់តែបិទឈឹងសម្បត្តិលូតផ្លោះកំដេញជើធាក់ម៉ូតូជិះយ៉ាងលឿនទៅផ្ទះមុខរួចស្រែកប្រាប់គ្រប់គ្នាឲ្យបានដឹងទាំងមេពូឈិនក៏នាំគ្នាទៅកាន់ផ្ទះចំការហើយក៏ស្លុតចិត្តព្រោះសាកសពគាត់បានស្អុយរលួយសឹងមើលឡើងយល់មេគាត់ក៏ឲ្យកូនចៅរៀបចំចាត់ចែងដឹកសពមកធ្វើបុណ្យនៅផ្ទះគាត់ហើយបិទទ្វារផ្ទះចំការហើយហាមនរណាមកទីនេះទៀតរឿងនេះកន្លងបាន4ឆ្នាំនៅពេលមេពូឈិនគាត់ចូលនិវត្តន៍គាត់ក៏រៀបចំធ្វើចំការហើយក៏បានជួលកម្មករមកធ្វើចំការហើយក៏ឲ្យលោកយាយគាត់ចាត់ចែងកន្លែងសម្រាប់ឲ្យកម្មករលោកយាយក៏ឲ្យកម្មករទាំងអស់ទៅសម្រាប់នៅផ្ទះចំការដែលពូឈិនស្នាក់ពីមុនគ្រប់គ្នាពុំបានដឹងពីរឿងពូឈិនស្លាប់ទេក៏រៀបចំសម្លៀកបំពាក់ទៅស្នាក់នៅពេលទៅដល់ផ្ទះនោះសម្បូរជាកម្មករម្នាក់ក្នុងចំណោមកម្មករទាំងអស់បានចងអង្រែងសម្រាប់នៅក្រោមផ្ទះលេងក្រោយសម្រាប់បាយថៃត្រង់កំពុងតែសម្រាប់ស្រាប់តែមានស្រមោលយ៉ាងធំមួយលើកពីធ្នឹមផ្ទះមកសង្គ្រប់សម្បូរនាយស្រែកឲ្យគេជួយក៏ស្រែកមិនចេញខំប្រឹងរើក៏រើមិនរួចនេះភ័យខ្លាំងណាស់ព្រោះស្រមោលខ្មៅនោះប្រែជាលេខចេញរូបរាងបន្តិចម្ដងក្នុងសម្លៀកបំពាក់ជាកងរាជអាវុធហត្ថប៉ុន្តែពុំមានក្បាលនោះទេសម្បូរកាន់តែភ័យតក់ស្លុតក៏ប្រឹងស្រែកពេញមួយទំហឹងគ្រប់គ្នាបានលឺក៏ស្ទុំមកក្រោមឃើញសម្បូរកំពុងដេកលើអង្រែងរើចោះរើឡើងម្នាក់ឯងក៏ទៅដែរ
មីក៏ភ្ញាក់ឡើងស្រមោលនោះក៏បានទៅហើយសម្បូរបានប្រាប់គ្រប់គ្នាពីហេតុការណ៍នោះតែគ្រប់គ្នាមិនជឿទេហើយក៏ថានេះដេកមកមើលទៀតហើយក៏ដើរចេញទៅឯសម្បូរក៏ងើបដើរតាមក៏ចំពុតជើងគួលហើយងាកទៅក៏ឃើញក្បាលពូឈិននៅក្រោមជើងគេក៏ស្រែកហើយស្ទុះរត់ឡើងផ្ទាំងយ៉ាងលឿនគ្រប់គ្នាឃើញហើយសើចលុះយប់ឡើងមានបន្ទប់ពីរខាងស្រីក៏សម្រាប់បន្ទប់មួយផ្សេងដោយខាងប្រុសសម្រាប់បន្ទប់មួយដោយឡែកប៉ុន្តែពុំមានភ្លើងអគ្គិសនីបំភ្លឺទេមានតែចង្កៀងប្រេងกระดาษចាស់មួយដែលនៅសល់សម្បូរក៏អុជបំភ្លឺផ្ទះខណៈដែលគ្រប់គ្នាស្ទើរតែលំលោកដំណឹងទៅហើយស្រាប់តែលឺសូរសំឡេងគួរទ្វារទុតមីងដាក៏ស្រែកសួរថានោះណាគួរទ្វារទាំងយប់នឹងផ្ទះនេះនៅឆ្ងាយណាស់នោះណាមករកអីទាំងយប់នឹងប៉ុន្តែគ្មានអ្នកឆ្លើយបន្ទាប់មកទ្វារនៅតែបន្តគួរដដែល 4-5 ដងក៏ទ្រាំលែងបានក៏ទៅបើកទ្វារប៉ុន្តែគ្មានអីទេគាត់បានបិទទ្វារហើយចូលបន្ទប់វិញស្រាប់តែទ្វារគោះទៀតគាត់ក៏ទៅបើកម្ដងទៀតប៉ុន្តែនៅតែគ្មានអីបង្ខឹងទីទេគាត់ច្រឡូតខឹងក៏បន្ថយពេលថាបើសិនជាគោះទៀតបើកវិញម្ដងទៀតដោយសម្ប្រាយម្ដងទៀតនឹងកាត់ក្បាលបាបន្តទៅទៀតទ្វារនៅតែបន្តគោះទៀតប្រកកម្លាំងខ្លាំងជាងពីមុនគាត់ក៏បើកទ្វារម្ដងទៀតស្រាប់តែឃើញបងប្អូននៅក្នុងគ្រប់គ្នាសម្លុកជាប់ក្នុងចន្ទដីបាធំណាស់ឲ្យគាត់ជួយកាត់បាមនុស្សទាំងអស់បានឃើញទ្វារថ្មត្រូវបានគេចាក់បង្ក្រៅហើយពួកគាត់បានលោតទៅចោលប៉ែវតកានៅក្នុងឡានរត់កាន់រូបប្រជាជ័យទៅដល់វត្តសម្រាប់ម្ដងទៀតគ្រប់គ្នាមិនអាចមើលឃើញទេស្រាប់តែឃើញមេឃប្រហែល7 ឬ 8 ដងដល់ម្ដងមានត្រីផ្លេមួយនឹងជាផ្សាច់នៅបន្តទៅមុខទៀតសម្រាប់ចំណែកគ្នានៅលើការបោះទ័ពនិងការចូលព្រៃឃើញពូឈិនហើយក៏ចូលទៅប្រកាន់នៅផ្ទះរឿងនេះនៅបានមកលយជាងឲ្យសម្លឹងមើលព្រោះផ្ទះខ្មែរហើយវត្តនាំគ្នាទៅមើលសាកសពគាត់មេចូលសម្រាប់ម្នាក់ឯងគ្មានហេតុការណ៍អីកើតឡើងឲ្យនៅម្រិចចំហែងទៅហើយនៅតែសម្រាប់ម្នាក់ឯងម្រិចចំហែងទៅតំងទៀតនៅតែរត់ទៅបន្ថែមនៅមានសាកសព2បន្ថែមទៀតនិង2បន្ថប់ទៀត